សួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel PCK.share អូខេបាទអ្នកទាំងអស់គ្នាបាទគឺថាថ្ងៃនេះ Channel PCK.share មានវីដេអូថ្មីមួយចង់មកធ្វើការណែនាំបងប្អូនទាំងអស់គ្នាឬក៏បងប្អូនដែលគាត់និយមរកលុយតាមរយៈ online free បាទគឺថ្ងៃនេះគឺខ្ញុំនឹងមកធ្វើការណែនាំ website មួយបាទដែលបងប្អូនអាចរកលុយពី website នោះបានដោយ free បាទតាមរយៈការview វីដេអូឬក៏ view ad នៅលើ website ហ្នឹងបាទហើយយើងនឹងទទួលបានលុយតែម្ដងបាទអញ្ចឹងបងប្អូនចង់ដឹងថា website ហ្នឹងការរកលុយនៅលើ website ហ្នឹងយ៉ាងដូចម្ដេចទាំងការចុះឈ្មោះនៅលើ website ហ្នឹងយើងត្រូវធ្វើការចុះឈ្មោះយ៉ាងដូចម្ដេចអញ្ចឹងអ្នកនរគ្នាកុំភ្លេចរងចាំទស្សនាវីដេអូនេះដល់ចប់ទាំងអស់គ្នាបាទអូខេអញ្ចឹងតោះបងប្អូនអញ្ចឹងមុននឹងចូលដល់វីដេអូការរកលុយនៅលើ website ហ្នឹងចឹងបងប្អូនកុំភ្លេចជួយចុច Subscribe Channel PCK.share របស់ខ្ញុំម្នាក់មួយផងក៏ដូចជាបងប្អូនទាំងអស់គ្នាកុំភ្លេចជួយដាក់សញ្ញាកណ្ដឹងឲ្យម្នាក់មួយផងបាទក៏ដើម្បីឲ្យនៅពេលដែលខ្ញុំធ្វើការផុសវីដេអូពីការរលុយឬក៏អីផ្សេងទៀតចឹងបងប្អូនឆាប់បានដឹងមុនគេបាទចឹងហើយបងប្អូនហ្នឹងហើយជួយចុចឲ្យខ្ញុំ Subscribe ខ្ញុំម្នាក់មួយផងបាទហើយខ្ញុំនឹងធ្វើការផុសវីដេអូពីការរលុយតាមរយៈ website ឬក៏ app ផ្សេងៗហ្នឹងឲ្យបានច្រើនជាងមុនទៀតបាទអញ្ចឹងបងប្អូនកុំភ្លេចជួយចុចឲ្យខ្ញុំម្នាក់មួយផងបាទអូខេបាទអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានធ្វើការចូលមកដល់ website Switchbank ហ្នឹងហើយអញ្ចឹងខ្ញុំនឹងធ្វើការណែនាំពី website Switchbank នេះជូនទៅដល់អ្នកទាំងអស់គ្នាបន្តិចសិនហើយខ្ញុំនឹងធ្វើការបង្រៀនអ្នកទាំងអស់គ្នាពីការចុះឈ្មោះក៏ដូចជាការ add payment account របស់យើងចូលទៅក្នុង website Switchbank មួយនឹងដែរបាទអញ្ចឹងឥឡូវខ្ញុំបាននៅក្នុង website Switchbank នេះហើយខ្ញុំបានធ្វើការ register ហើយនេះគឺជាចំនួន1 lakh ដែលខ្ញុំរកបានបាទគឺតិចទេដោយសារខ្ញុំទើបតែធ្វើការចុះឈ្មោះលេងបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការរកលុយបាននៅលើ website នេះបានតាមរយៈការ view video ឬក៏ view ad ហ្នឹងបាទដូចខ្ញុំបាននិយាយពីខាងដើមមកអញ្ចឹងសម្រាប់ការរកលុយអ្នកគ្នាចុចនៅត្រង់កន្លែង earn money នេះមកបាទអញ្ចឹងនៅពេលដែលយើងចុច earn money នេះមកគឺវានឹងលោតចេះបាទបន្ទាប់មកអ្នកគ្នាឃើញអញ្ចឹងគេដាក់ view ad បាទហើយនៅខាងក្រោមផ្សេងទៀតអញ្ចឹងអ្នកគ្នាចុចត្រង់កន្លែង view ad នេះមកបាទដើម្បីធ្វើការរកលុយបាទនៅលើ website មួយហ្នឹងបាទហើយសម្រាប់ការរកលុយនៅលើ website មួយនេះដែរតតែអ្នកនរគ្នាឧស្សាហ៍ធ្វើការ view ចេះយើងកុំបោះបង់ចោលអញ្ចឹងអ្នកគ្នាធ្វើការ view វាជារៀងរាល់ថ្ងៃទៅបាទហើយយើងសំយើងនឹងគ្រប់លុយយើងអាចដកបានហើយបាទហើយសម្រាប់ទឹកប្រាក់ដែលយើងអាចដកចេញពី website នេះបានគឺត្រឹមតែ$2យើងបាន$2យើងអាចដកបានហើយបាទអាចដកបានពី website នឹងបានហើយអញ្ចឹងបាទឥឡូវយើងបានចូលមកដល់កន្លែង view ad នេះហើយអញ្ចឹងគេដាក់ view advertisement បាទគឺយើងមើលពាណិជ្ជកម្មហ្នឹងបាទអញ្ចឹងអ្នកគ្នាឃើញនេះគឺជាប្រភេទនៃពាណិជ្ជកម្មរបស់គេបាទនេះគឺជា fixed advertisement វាមាន standard advertisement អូខេអ្នកគ្នាសំទោសបាទវាមាន standard advertisement នេះអូខេហើយវាមាន daily ad បាទអញ្ចឹង ad នៅក្នុងនេះរាប់រយអញ្ចឹងអ្នកគ្នាអាចធ្វើការមួយថ្ងៃអ្នកគ្នាអាចមើលកាន់តែច្រើនអ្នកគ្នាបានលុយកាន់តែច្រើនតាមនឹងដែរបាទអញ្ចឹងវាមាន micro ad បាទហើយបាទចេះវាមានប៉ុណ្ណឹងអូខេបាទហើយឥឡូវខ្ញុំនឹងធ្វើការចុច view ad ឲ្យអ្នកគ្នាមើលតែម្ដងអូខេឥឡូវខ្ញុំនឹងមកធ្វើការ view ad នេះឲ្យអ្នកគ្នាមើលមួយបាទអញ្ចឹងខ្ញុំធ្វើការចុច view ad នេះអូខេអញ្ចឹងវានឹងធ្វើការ direct link ចូលយើងធ្វើតាមគេទៅបាទអញ្ចឹងគេឲ្យយើង wait បាទអញ្ចឹងយើងរងចាំគេសិនទៅបាទហើយចេះឲ្យវាដើរមួយសន្ទុះសិនទៅហ្នឹងហើយគឺសម្រាប់ការ view ហ្នឹងគឺវាមានរយៈពេលខ្លីដែរទេបាទគឺតាមតែ10 second អីហ្នឹងអញ្ចឹងឃើញអ្នកគ្នាឃើញពណ៌កន្លោនពណ៌ខៀវនេះបៃតងនេះរត់អញ្ចឹងអ្នកគ្នាឃើញពេលតែវារត់ពេញគឺបានន័យថានេះអ្នកគ្នាវាលោតពេញហើយអញ្ចឹងវាឲ្យយើងចុច click នេះវាដាក់ click the upside down picture អញ្ចឹងវាឲ្យយើងចុចរូបណាដែលចុះដែលគេដាក់ចុះក្រោមបាទអញ្ចឹងនេះរូបនេះបាទអញ្ចឹងខ្ញុំចុចអញ្ចឹងអ្នកគ្នាត្រូវធ្វើការនេះអ្នកគ្នាត្រូវការអានឡើងនេះឲ្យយល់ដែរអញ្ចឹងគេឲ្យចុច
app ឬក៏ down picture ចឹងអ្នកនេះចុចតាមវាទៅចឹងនេះ down picture ខ្ញុំចុចលើរូបណាដែលធ្វើការ down ចុះក្រោមចឹងខ្ញុំចុចលើរូបនេះហើយដោយសារវាចុះក្រោមបែកមកចុះក្រោមបាទចឹងខ្ញុំចុចមកហើយយើងរងចាំវាបន្តិចទៀតបាទនេះគេដាក់ send for watching ហើយចឹងបានថាគ្រីហ្នឹងបានយើងបានទទួលបានលុយហើយបាទយើងទទួលបានលុយហើយបាទចឹងអ្នកគេចុច close tab ដែលយើងចុចចូល view ហ្នឹងយើងចុច close ចោលមកអូខេបាទចឹងឡើយនេះគឺយើងមិនអាចមើលបានទៀតទេចឹងអ្នកគ្នាអាច view add ជាច្រើនទៀតបាននេះ view add បានជាច្រើនទៀតនៅក្រោមទៀតបាទចឹងឥឡូវខ្ញុំចូលទៅខ្ញុំចេញទៅក្រៅវិញចូលទៅកន្លែង dashboard របស់យើងវិញបាទយើងចូលទៅមើលទឹកប្រាក់យើងវិញបាទអញ្ចឹងគឺថាយើងឃើញអញ្ចឹងចំនួន balance យើងគឺឡើងហើយបាទអញ្ចឹងយើងចុចមើលទៅមួយថ្ងៃយើងចុចឲ្យបានច្រើនកាន់តែចាស់យើងកាន់តែបានលុយច្រើនដូចគ្នាបាទតែហ្នឹងស៊ីសងតាមយើង roll ទេបាទសម្រាប់ការ roll លុយនៅលើហ្នឹងគឺអញ្ចឹងបាទហើយយើងក៏អាច roll លុយបានតាមរយៈមួយទៀតដែរគឺតាមការ referral link បាទអញ្ចឹងអ្នកនរក៏អាចធ្វើការណែនាំមិត្តភ័ក្តិរបស់អ្នកនរឲ្យលេងនៅលើ website នេះអញ្ចឹងអ្នកនរក៏អាចធ្វើការបានប្រាក់ពីការណែនាំនឹងដែរបាទអញ្ចឹងអ្នកនរចង់យកលេខកូដ referral link របស់អ្នកនរអញ្ចឹងអ្នកនរចុចមកនេះកន្លែង referral link and banner អញ្ចឹងអ្នកនរចុចមកបាទអញ្ចឹងនេះគឺជា link ដែលយើងយកទៅធ្វើការណែនាំមិត្តភ័ក្តិរបស់យើងបាទនេះបាទអញ្ចឹងអ្នកនរ copy យកទៅណែនាំមិត្តភ័ក្តិរបស់គ្នាមកអ្នកនរក៏អាចទទួលបានប្រាក់ពី website នឹងដែរបាទអញ្ចឹងអូខេបាទអញ្ចឹងកុំឲ្យខាត់ពេលយូរឥឡូវខ្ញុំនឹងធ្វើការបង្រៀនអ្នកនរពីការចុះឈ្មោះនៅលើ website Switchback នឹងទាំងអស់គ្នាតែម្ដងបាទអញ្ចឹងបងប្អូនអាចធ្វើការចុះឈ្មោះនៅលើ website Switchback នឹងបានតាមរយៈ link ខាងក្រោម description របស់ខ្ញុំអញ្ចឹងខ្ញុំដាក់ឲ្យអ្នកនរចុចហ្នឹងបាទអញ្ចឹងអ្នកនរចុចមកបាទនៅពេលដែលអ្នកនរចុចមកបាទអញ្ចឹងវានឹងលោតទម្រង់មួយឲ្យអ្នកនរធ្វើការបំពេញdetail ដើម្បីធ្វើការចុះឈ្មោះនៅលើ website Switchback ហ្នឹងអញ្ចឹងអ្នកនរនឹងឃើញចុចមកអ្នកនរនឹងឃើញទម្រង់បែបនេះបាទហើយយើងអាចមើលការសង្ខេបរបស់ website ហ្នឹងបានបាទអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញការសង្ខេបនៅលើ website នេះបានជូនដល់អ្នកគ្នាបន្តិចបាទនេះគេអ្នកគ្នាឃើញអញ្ចឹងដាក់ថា earn money for free with Multi way បាទអញ្ចឹងអ្នកគ្នាអាចធ្វើការរកលុយបានដោយច្រើនវិធីមែនទែននៅលើ website នេះបានដោយ view ad អញ្ចឹងខ្ញុំធ្វើការបង្ហាញអ្នកគ្នាអត់ទាន់អស់ទេមិញគឺខ្ញុំបានត្រឹមតែបង្ហាញអ្នកគ្នាពីកន្លែង view ad អញ្ចឹងវាមានច្រើនបាទអញ្ចឹងអ្នកគ្នាអាចធ្វើការ view ad កន្លែង click read នេះក៏បានកន្លែង view watch video បាទ watch video ហ្នឹងក៏យើងទទួលបានលុយ complete offer និង affiliate system និងការណែនាំមិត្តភ័ក្តិហ្នឹងបាទដូចខ្ញុំបានបង្ប្រាប់អ្នកនរគ្នាអញ្ចឹងបាទអញ្ចឹងហ្នឹងហើយគឺកន្លែងដែលយើងអាចរកលុយគឺបានដល់5ចំណុចនោះបាទអាចរកលុយពី website ហ្នឹងបាទអញ្ចឹងតោះឥឡូវយើងនឹងទៅចុះឈ្មោះទាំងអស់គ្នាតែម្ដងអញ្ចឹងអ្នកនរគ្នាចុច link ខាងក្រោម description ខ្ញុំមកអ្នកនរគ្នានឹងឃើញទម្រង់បែបហ្នឹងបាទអញ្ចឹងអ្នកនរគ្នាធ្វើការចុចនៅត្រង់កន្លែងពាក្យថា register នេះមកបាទបន្ទាប់មកវាកំពុងធ្វើការដើរបាទអ្នកនរគ្នាចាំបន្តិចបាទនៅពេលដែលយើងធ្វើការចុចត្រង់ពាក្យ register នឹងមកអ្នកនរគ្នានឹងឃើញគេដាក់មកហើយ registration បាទការចុះឈ្មោះបន្ទាប់មកអ្វីដែលយើងត្រូវធ្វើការបំពេញបាទហ្នឹងគឺជាកន្លែងដែលយើងត្រូវធ្វើការបំពេញអញ្ចឹងតោះឥឡូវយើងទៅធ្វើការបំពេញដំបូងគឺយើងត្រូវធ្វើការបំពេញ full name ហើយនិង username បាទអញ្ចឹងអ្នកគ្នាធ្វើការបំពេញ full name មកបាទកន្លែង full name ហ្នឹងគឺដាក់ឈ្មោះរបស់អ្នកទាំងអស់គ្នាអញ្ចឹងយើងសូមធ្វើការដាក់ឈ្មោះកន្លែង full name នឹងសិនបាទអញ្ចឹងយើងដាក់មកបាទឥឡូវយើងបានធ្វើការដាក់ full name ឡើងនេះហើយបន្ទាប់មកយើងចូលធ្វើការដាក់ username បាទអញ្ចឹងអ្នកគ្នាធ្វើការដាក់ username មកតែសម្រាប់ username អត់ដកគ្នាទេអ្នកទាំងអស់គ្នាបាទអញ្ចឹងខ្ញុំដាក់ PCK 123អូខេបាទបន្ទាប់មកអ្នកគ្នាធ្វើការដាក់ password បាទអញ្ចឹងអ្នកគ្នាធ្វើការដាក់ password មកបាទដាក់ password ដែលអ្នកគ្នាចាំបាទយើងដាក់ឲ្យយើងត្រូវតែចាំបាទបើយើងភ្លេចយើងមិនអាចលុបចោល account នឹងបានទេបាទបន្ទាប់ពីយើងធ្វើការដាក់ password ហើយយើងក៏លេខមកខាងនេះម្ដងអ្នកគ្នាអញ្ចឹងគេដាក់ឲ្យយើងដាក់ email address អញ្ចឹងអ្នកគ្នាត្រូវធ្វើការបំពេញ Gmail
របស់អ្នក email របស់អ្នកគ្នាចូលទៅកាន់កន្លែងត្រង់ហ្នឹងមកបាទឥឡូវខ្ញុំសូមធ្វើការដាក់ email របស់ខ្ញុំសិនបាទឥឡូវខ្ញុំបានធ្វើការដាក់ email address ហើយអញ្ចឹងអ្នកគ្នាត្រូវបំពេញ confirm email address មួយទៀតបាទអញ្ចឹងយើងដាក់ឡើងនឹងដូចគ្នាមកទាំងលើទាំងក្រោមគឺដូចគ្នាបែបបិទបាទយើងដាក់ដូចគ្នាបាទអញ្ចឹងខ្ញុំសូមធ្វើការដាក់ complete បាទឥឡូវខ្ញុំបានធ្វើការដាក់ហើយ email address និង confirm email address បន្ទាប់មកអ្នកគ្នាធ្វើការដាក់ confirm password បាទអញ្ចឹង password នៅត្រង់កន្លែង password នេះអ្នកគ្នាធ្វើការវាយដាក់ដូចម្ដេចអញ្ចឹងអ្នកគ្នាធ្វើការដាក់កន្លែង confirm password នេះដាក់ដូចគ្នាដែរអញ្ចឹងបាទឥឡូវខ្ញុំសូមធ្វើការដាក់សិនបាទឥឡូវខ្ញុំបានធ្វើការបំពេញ general information ហើយបន្ទាប់មកអ្នកគ្នាយើងមើលត្រង់កន្លែងក្រោមមួយទៀតមកគឺដាក់ payment account បាទអញ្ចឹងនៅត្រង់កន្លែងនេះបាទលើ website នេះគឺសម្រាប់ការភ្ជាប់ payment account បាទគឺយើងភ្ជាប់តាំងពីការចុះឈ្មោះទៅបាទអញ្ចឹងវាក៏ជាការងាយស្រួលម្យ៉ាងដែរបាទអញ្ចឹងអ្នកគ្នាគួរតែបង្កើត page បាទសម្រាប់បងប្អូនដែលគាត់ចូលចិត្តរស់លេងនៅលើ online free ដូចជាលើ app នៅលើ website គាត់មានហើយ page account នោះបាទអញ្ចឹងបើសិនបងប្អូនអត់ទាន់មានទេបងប្អូនអាចចូលទៅបង្កើត free បានបាទអ្នកគ្នាបង្កើត page account អត់ងាយបាទទេងាយស្រួលទេអញ្ចឹងអ្នកគ្នាយកលេខកូដលេខគណនី account page របស់យើងចូលដាក់នៅត្រង់កន្លែងហ្នឹងមកបាទអញ្ចឹងខ្ញុំសូមធ្វើកាត់ដាក់លេខ page account ខ្ញុំសិនបាទអញ្ចឹងខ្ញុំដាក់ហើយបន្ទាប់មកអ្នកគ្នាធ្វើការ verify caption បាទអញ្ចឹងអ្នកគ្នាធ្វើការ verify រូបនេះមកអញ្ចឹងយើង verify ជាអក្សរអញ្ចឹងខ្ញុំសរសេរមកបាទអញ្ចឹងយើង verify ឡើងនេះមកឲ្យដាក់ដូចរូបនឹងដែរបាទសរសេរអក្សរហ្នឹងឲ្យដាក់ដូចរូបនឹងដែរបាទបន្ទាប់មកយើងមើលទៅគឺយើងបំពេញឲ្យអស់ហើយទាំង general information ក៏ដូចជា payment account ហើយនឹង verify caption នេះបាទបន្ទាប់មកបើយើងមើលទៅយើងបំពេញហើយអ្នកគ្នាចុចគ្រីសកន្លែងនេះមកអ្នកនរគ្នាបាទអញ្ចឹងយើងចុចគ្រីសមកបន្ទាប់មកយើងធ្វើការចុច register នេះទៅយើងនឹងទទួលបាន account switch bank មួយហើយបាទគឺទទួលបានការចុះឈ្មោះជោគជ័យហើយបាទអញ្ចឹងខ្ញុំសូមធ្វើការចុច register តែម្ដងបាទហើយវាកំពុងតែដើរបាទយើងចាំវាបន្តិចទៅអូខេបាទអញ្ចឹងខ្ញុំធ្វើការมันអាចធ្វើការចុះឈ្មោះបានទេដោយសារ page account របស់ខ្ញុំមួយនេះបានធ្វើការដាក់រួចទៅហើយបាទដាក់ទៅលើ account មួយដែលខ្ញុំបានធ្វើការណែនាំពី website នេះជូនដល់អ្នកនរគ្នាហ្នឹងអញ្ចឹងបាទអញ្ចឹងខ្ញុំសូមអត់ធ្វើការ register ចុះអញ្ចឹងអ្នកនរគ្នាធ្វើការ register បានបាទតាមរយៈការបង្ហាញតាមរយៈការបង្ហាញយ៉ាងមិញហ្នឹងបាទអញ្ចឹងអ្នកនរគ្នាអាចធ្វើតាមខ្ញុំមិញបានអញ្ចឹងសម្រាប់ការ register គឺបន្ទាប់ពីការចុចកន្លែងត្រង់កន្លែង register នេះមកគេនឹងធ្វើការ send email មួយដើម្បីឲ្យអ្នកគ្នាចូលទៅ confirm បាទអញ្ចឹងអ្នកគ្នាចូលទៅកាន់ Gmail របស់អ្នកគ្នាមកបន្ទាប់មកអ្នកគ្នាចូលទៅកាន់ line message ដែល switch back send មកបន្ទាប់មកអ្នកគ្នាចុច confirm ទៅបាទហើយអ្នកគ្នានឹងទទួលបានការចុះឈ្មោះជោគជ័យហើយបាទសូមទោសបងប្អូនមែនទែនដោយសារខ្ញុំមិនអាចធ្វើការ register បានតាមអ្នកគ្នាបានតែប៉ុណ្្នឹងទេបាទអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់ពីការចុះឈ្មោះនៅលើ website មួយហ្នឹងហើយបាទឥឡូវគឺថាវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងដែរនៅលើ website Switch Bank ហ្នឹងអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ពី website Switch Bank ហ្នឹងបាទអញ្ចឹងអ្នកគ្នាអាចធ្វើការ comment នៅខាងក្រោម description ខាងក្រោមវីដេអូហ្នឹងបានហើយខ្ញុំនឹងធ្វើការបកស្រាយជូនអ្នកនរគ្នារាល់ចម្ងល់ដែលអ្នកគ្នាធ្វើការ comment ហ្នឹងបាទហើយមុននឹងចប់វីដេអូហ្នឹងខ្ញុំសូមឲ្យអ្នកគ្នាជួយចុច subscribe channel PTK Share ភ្លើរបស់ខ្ញុំអ្នកមួយផងដូចជាដាក់សញ្ញាកណ្ដឹងបាទហើយបើសិនជាមានអីថ្មីពី website Switch Bank នេះខ្ញុំនឹងធ្វើការ update ជូនអ្នកនរគ្នាបន្តទៀតហើយនឹងជាការដកលុយហ្នឹងខ្ញុំនឹងធ្វើវីដេអូជូនអ្នកនរគ្នាឲ្យអ្នកគ្នាកាន់តែយល់ច្បាស់ពី website Switch Bank មួយហ្នឹងបាទអញ្ចឹងសូមគោរពលា